ជាមួយនឹងជនបរទេស3នាក់ដែលកំពុងតែអង្គុយនៅក្រោមដើមឈើធំមួយគាត់នៅចាំបានថាជនបរទេសទាំង3នាក់នេះគឺជាភ្ញៀវដែលបានធ្វើដំណើរក្នុងរថយន្តរបស់គាត់ដែរគាត់បានដើរសំដៅទៅរកអ្នកទាំង3នោះរួចនិយាយសួស្តីអត់ទោសអ្នកទាំង3អាចនិយាយភាសាខ្មែរបានទេជនបរទេសទាំង3នាក់នោះក្រឡេកមកមើលមុខរបស់គាត់ភ្លឺដោយឃើញអ្នកទាំង3នោះសម្លឹងមើលមុខគាត់ដូច្នោះពូរិតគិតថាអ្នកទាំង3នេះប្រហែលជាមិនចេះភាសាខ្មែរទើបគាត់ព្យាយាមនិយាយភាសាអង់គ្លេសដែលគាត់ធ្លាប់ចេះបានខ្លះទៅកាន់ជនបរទេសទាំង3នាក់នោះ Excuse me could you speak any English or Khmer ពេលនោះស្រាប់តែមានជនបរទេសដែលជាជនជាតិវៀតណាមនិយាយមកកាន់គាត់ទាំងបៃឡាំថាហែនមិនចាំបាច់និយាយជាមួយពួកអាពីរអ្នកនេះទេវាមិនចេះភាសាខ្មែរឬភាសាអង់គ្លេសអីទេមានតែអានទេដែលចេះព្រោះអានមិននៅស្រុកខ្មែរតាំងពីដូនតាអានម្លេះគ្រាន់តែអាននិយាយភាសាខ្មែរមិនសូវច្បាស់តែអាចនិយាយជាមួយហែនបានបើហែនមិនជឿហែនចាំមើលអានថាឲ្យវាស្ដាប់មិនយល់ទេហេអាមកថាហេអាមកបោតហេអាស្មោះសោតដូចនោះ